បាទសូមអរគុណគោរពដល់ពុកម៉ែបងប្អូនតាមបណ្ដាញសង្គមតាមបាននេះបងប្អូនឃើញហើយនេះផ្លែเราក៏និយាយរួមទៅខ្មែរយើងបច្ចេកយើងទៅកទេសខាងដាំដោះបន្លែនិងលហុងអីមួយសពបែបយ៉ាងបូករួមនឹងស្រូវស្វាយនេះស្វាយកែលមៀតអីហ្នឹងទៅឡូវហ្នឹងសំខាន់លើទីផ្សារដែរបងប្អូនហ្នឹងគេចង់និយាយបន្លែអីសពបែបយ៉ាងទាំងអស់នៅស្រុកខ្មែរយើងហ្នឹងស្ថិតនៅលើទីផ្សារបើសិនថាទីផ្សារអត់កើតហើយដូចរាល់ថ្ងៃនេះបច្ចុប្បន្នហ្នឹងលហុងហ្នឹង1គីឡូ250ស្វាយកែលមៀត300ឬក៏350ដើមទុនមិនធម្មតាណាបងប្អូនហើយដើមទុនអស់ច្រើនណាងាប់តែខ្មែរងាប់តែប្រជាជននឹងហៅស៊ីអីទេបងប្អូនអើយបើសម្រាប់យកលុយគេវិញគឺចប់សពគ្រប់ហៅស៊ីអីដល់ពេលអញ្ចឹងហៅធ្វើអីទេអ្នកលក់ដូរចេះគេហៅត្អូយដល់លក់ដូរវាមិនដាច់បងប្អូននៅខេត្តនៅលក់ដូរគឺភ្លើងអីចឹងទៅស្អូនតែលក់អត់ដាច់បើរាល់ថ្ងៃនេះទីផ្សារវល់អញ្ចឹងបើអ្នកសេអ្នកចំការអត់ចាយលុយហៅមិនបានហើយគឺចប់ហើយយ៉ាប់ហើយមើលក្តាប់ណាច្រើនណាស់បងប្អូនគាត់ថាបាក់អឹងទីផ្សារទៅអញ្ចឹងបាក់ងាប់ប្រជាជន